បាទជំរាបសួរលោកគ្រូនេះគ្រូក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការចូលទៅក្នុងថ្នា POP ថ្មីដើម្បីលោកគ្រូតឡើង shortcut ឬក៏ទម្រង់កាត់ដាក់នៅលើអេក្រង់ទូរស័ព្ទដៃអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញតែក្នុងទូរស័ព្ទដៃប្រភេទ Android បាទមានដូចជា Oppo Vivo បាទអញ្ចឹងដំបូងលោកគ្រូចូលទៅក្នុងថ្នា POP ចាស់បាទបន្ទាប់មកលោកគ្រូយកពាក្យថាថ្នាសហថ្នាបាទចុចលើសហថ្នាបន្ទាប់លោកគ្រូយកខាងលើគេមកពាក្យថាថ្នាបឋម POP ចំនួនថ្មីបាទអញ្ចឹងមកដល់កន្លែងនេះលោកគ្រូចុចខាងលើខាងស្ដាំខាងលើសញ្ញាត្រេ3បាទបន្ទាប់មកលោកគ្រូអុំមកក្រោមបន្តិចយកពាក្យថា add to home screen បាទចុចបាទអញ្ចឹងលោកមកដល់ខាងក្រោមនេះលោកគ្រូអាចចុចពាក្យថា install ក៏បានឬក៏ create shortcut ក៏បានអញ្ចឹងសម្រាប់ខ្ញុំចុចពាក្យថា install ហ្នឹងគឺតឡើងជា app ហ្មងលោកគ្រូបាទបើជា shortcut វាជាទម្រង់កាត់នៅក្នុង Google Chrome អញ្ចឹងពេលលោកគ្រូចុចខាងក្រោមវានឹងលោតចូល Chrome ប៉ុន្តែខាងលើគឺជា app ហ្មងអញ្ចឹងខ្ញុំចុចកន្លែងខាងលើ install បាទខ្ញុំចុច install ទៀតបាទអញ្ចឹងវាកំពុងតែ install ហើយអញ្ចឹងលោកគ្រូចេញមក home screen យើងវិញមករងចាំបន្តិចដើម្បីឲ្យវាតឡើង app នឹងឲ្យបាទនេះអញ្ចឹងថ្នា POP យើងបានតឡើងរួចរាល់ហើយបាទសូមអរគុណលោកគ្រូ